សម្ដេចតេជោទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពានសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឲ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសឹកក្រោយសំណូមពរយុវជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនបានតែងសារផ្ដាំផ្ញើការសារសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកចោរឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានភៀសខ្លួនដោយសារពួកចោរឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណូមពរពីយុទ្ធជនម្នាក់ពីសមរភូមិថាសូមជំនួយជាអំបុកល្អជាងមីសម្ដេចយល់ថាសំណូមពរនេះសមហេតុសមផលតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តលើកឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួនប្រសិនបើជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាសត្រូវឈ្លានពាន